សួស្តីអ្នកទាំងអស់គ្នាក្នុងវីដេអូថ្ងៃនេះខ្ញុំធ្វើជាផ្លាយពីរឿងរដងតិចដោយសារតែខ្ញុំនឹងនិយាយអំពីជាមេរៀនក៏ដូចជាចំណុចខ្លះខ្ញុំចង់ចែករំលែកពីខ្លួនខ្ញុំផ្ទាល់ជាធម្មតាខ្ញុំតែងតែនិយាយពីការរៀនជីវិតនៅកូរ៉េក៏ដូចជាពេលខ្លះ vlog ពីការដើរលេងប៉ុន្តែបើសិនជាខ្ញុំធ្វើវីដេអូពីលក្ខណៈនិយាយគឺខ្ញុំនិយាយចែកជាបទពិសោធន៍ប៉ុន្តែភាគច្រើនពេលខ្លះខ្ញុំអត់សូវនិយាយពីខ្លួនឯងទេហើយក៏ពីអ្វីដែលខ្ញុំឆ្លងកាត់ឬក៏ថារឿងដែលជា personal ថ្ងៃនេះខ្ញុំចង់ចែករំលែកមួយពីមេរៀនរយៈពេល2ឆ្នាំចុងក្រោយដែលខ្ញុំបានធ្វើឲ្យផ្លាស់ប្ដូរជីវិតខ្ញុំខ្លាំងមែនទែនវាធ្វើឲ្យខ្ញុំមានអារម្មណ៍ថាអ្វីដែលខ្ញុំបានឆ្ងល់ពីមុនចំណុចឬក៏យើងនិយាយថា dot ពីមុនណាវាយើងអាច connect dot ទាំងអស់ហ្នឹងហើយធ្វើឲ្យមានជារូបភាពមួយដែលខ្ញុំតែងតែគិតខ្លួនឯងថានេះជាអ្វីខ្ញុំចង់បានហើយអ្វីដែលខ្ញុំឆ្ងល់ពីខ្លួនឯងខ្ញុំអត់ដឹងថាមនុស្សប្រហែលអ្នកទេឬក៏មានមនុស្សច្រើនអត់ទេឬក៏ជារឿងធម្មតាអត់ទេដែលយើងតែងតែឆ្ងល់ពីការវិវត្តនៃការគិតរបស់ខ្លួនឯងយើងពេលខ្លះវង្វេងយើងមានអារម្មណ៍ថាយើងអត់ដឹងខ្លួនឯងថាជាអ្វីយើងចង់បានអីជាដើមហើយមិនធម្មតាប៉ុណ្ណឹងពេលខ្លះយើងតែងតែឆ្ងល់ពីការវិវត្តនៃការគិតរបស់ខ្លួនឯងសម្រាប់ខ្ញុំតែងតែមានអារម្មណ៍ហ្នឹងហើយវាមិនជាការអត់ល្អទេវាមិនជាចំណុចអាក្រក់ទាំងអស់គ្នាពេលដែលយើងចាប់ដើមឆ្ងល់ពេលដែលយើងចាប់ដើមគិតកាន់តែច្រើនណាមានន័យថាយើងកាន់តែរៀនបានពីអ្វីពីខ្លួនឯងក៏ដូចជាពីមជ្ឈដ្ឋានខាងក្រៅដែលធ្វើឲ្យការគិតរបស់យើងនឹងផ្លាស់ប្ដូរហើយពេលដែលយើងខុសពីមុនណាយើងកុំគិតថាវាជារឿងអាក្រក់មានន័យថាមេរៀនជីវិតបានបង្រៀនយើងឲ្យទៅចំណុចមួយទៀតដែលយើងអត់ដូចពីមុនហើយទាំងអស់ហ្នឹងគឺសុទ្ធតែជារឿងដ៏មានតម្លៃដែលយើងបានឆ្លងកាត់ខ្ញុំសម្រាប់ខ្ញុំវិញរយៈពេល2ឆ្នាំចុងក្រោយខ្ញុំបានមករៀននៅសាលាថ្មីមួយដែលខ្ញុំអត់ដែលប៉ងថាខ្ញុំនឹងចង់មករៀនទីនេះទេវាគឺជាការសម្រេចចិត្តមួយដែលមានកត្តាជាច្រើនជំរុញឲ្យមកដល់ចំណុចនេះហើយខ្ញុំនឹងរៀបរាប់នៅពេលក្រោយក៏ប៉ុន្តែសាលាឬក៏បរិស្ថានមួយនេះរយៈពេល2ឆ្នាំនេះបានបង្រៀនខ្ញុំពីអ្វីមួយដែលសំខាន់មែនតើគឺខ្ញុំទទួលបាននៅកន្លែងមួយដែលធ្វើឲ្យខ្ញុំជាខ្លួនឯងខ្ញុំស្គាល់នៅអ្វីខ្ញុំចង់បានហើយនេះក៏ជាលើកទី1ក្នុងជីវិតខ្ញុំដែលខ្ញុំជួបមនុស្សដែលធ្វើឲ្យខ្ញុំកាន់តែពេញចិត្តជាមួយនឹងអ្វីខ្ញុំធ្វើជាមនុស្សដែលសំខាន់ក្នុងជីវិតខ្ញុំក៏ដូចជាធ្វើឲ្យខ្ញុំកាន់តែ appreciate នៅអ្វីគ្រប់យ៉ាងដែលកើតឡើងអញ្ចឹងសម្រាប់ថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងឯងហើយយើងជួបគ្នាក្នុងវីដេអូក្រោយបាយបាយ